ផ្លែត្រឡាចឬក៏ភាសាអង់គ្លេសហៅថា Wintermelon គឺជាបន្លែវល្លិមួយប្រភេទដែលប្រជាជនអាស៊ីយើងនិយមយកមកធ្វើជាម្ហូបអាហារតាំងពីបុរាណកាលមកយោងទៅតាមការចុះផ្សាយរបស់ប្រភពវិទ្យាសាស្ត្រជំនាញ Headline បានបង្ហាញថាត្រឡាចមិនត្រឹមតែជាគ្រឿងផ្សំដ៏ឆ្ងាញ់នៅក្នុងស៊ុបឬក៏ម្ហូបអាហារផ្សេងៗនោះទេប៉ុន្តែវាក៏ជាឱសថធម្មជាតិដ៏មានតម្លៃសម្រាប់សុខភាពរាងកាយទាំងមូលផងដែរនៅក្នុងនោះផងដែរវាមានសមាសធាតុទឹករហូតដល់ទៅ 96% ត្រឡាចជាបន្លែដែលមានកាឡូរីទាបបំផុតត្រឹមតែ13កាឡូរីក្នុង100ក្រាមប៉ុន្តែវាសម្បូរទៅដោយជាតិសរសៃ Fiber និងសមាសធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗផ្សេងៗដូចជាវីតាមីន C, flavonoids និង carotenoids ដែលជួយការពារកោសិការាងកាយពីការខូចខាត Flavonoids គឺជាសារធាតុធម្មជាតិដែលមាននៅក្នុងរុក្ខជាតិជាពិសេសគឺសារធាតុ metabolic ដែលផ្ដល់នូវពណ៌ដ៏ស្រស់ស្អាតដល់ផ្លែឈើបន្លែនិងផ្កាជាច្រើនប្រភេទព្រមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពដូចជាការប្រឆាំងនឹងការខូចខាតកោសិកាជាដើម Carotenoids ឬ Carotene ជាសារធាតុពណ៌ធម្មជាតិនៅក្នុងរុក្ខជាតិដែលមានពណ៌ទឹកក្រូចលឿងឬក៏ក្រហមហើយផ្សំឡើងដោយអាតូមកាបូននិងអ៊ីដ្រូសែនសុទ្ធសាធសារធាតុទាំងនេះដើរតួជាប្រភេទនៃវីតាមីន A និងជាសារធាតុប្រឆាំងអុកស៊ីតកម្មទម្រង់ដែលគេជួបប្រទះញឹកញាប់បំផុតគឺ Alpha Carotene និង Beta Carotene គុណប្រយោជន៍សុខភាពទាំង3នៃផ្លែត្រឡាចមានដូចជាទី1ជាជំនួយដល់ប្រព័ន្ធរំលាយអាហារនិងសម្រកទម្ងន់ដោយសារមានជាតិទឹកខ្ពស់និងសម្បូរទៅដោយជាតិសរសៃរលាយ Soluble Fiber ត្រឡាចជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អការពារការទល់លាមកនិងជួយឲ្យមានអារម្មណ៍ឆ្អែតបានយូរដែលជាជំនួយការយ៉ាងប្រសើរសម្រាប់អ្នកចង់គ្រប់គ្រងទម្ងន់ជាដើមទី2កាត់បន្ថយការរលាកក្នុងរាងកាយការសិក្សាបែបវិទ្យាសាស្ត្របានបង្ហាញថាសារធាតុចម្រាញ់ចេញពីសាច់និងសម្បកត្រឡាចមានសមត្ថភាពប្រឆាំងនឹងការរលាក anti-inflammatory ដែលជាឫសគល់នៃជំងឺរ៉ាំរ៉ៃផ្សេងៗទី3ការពារដំបៅក្រពះតាមរយៈការពិសោធន៍វិទ្យាសាស្ត្រសារធាតុចម្រាញ់ចេញពីត្រឡាចអាចជួយការពារនិងកាត់បន្ថយហានិភ័យនៃការកើតដំបៅនៅក្នុងក្រពះបានយ៉ាងមានប្រសិទ្ធភាពលើសពីនេះទៅទៀតត្រឡាចក៏ត្រូវបានគេប្រើប្រាស់ក្នុងឱសថបុរាណចិននិងអាយុវេទ Ayurvedic medicine ដើម្បីជួយជំរុញថាមពលបង្កើនមុខងារខួរក្បាលនិងបញ្ចុះទឹកនោមផងដែរអាយុវេទគឺជាវិទ្យាពេទ្យបុរាណឥណ្ឌាដែលមានអាយុកាលជាង 5000 ឆ្នាំដោយផ្ដោតទៅលើតុល្យភាពរាងកាយស្មារតីនិងជីវិតផងដែរអ្នកអាចយកបន្លែនេះមកស្លស្ងោរឬធ្វើជាទឹកបន្លែស្រស់សម្រាប់ញ៉ាំដើម្បីទទួលបានសុខភាពល្អ